កំឡុងមេរៀនចឹងតេតងជាមួយនឹងភ្ជញ្ជនៈចំនួន6នេះដែរបងបានរៀនពីម្សិលមិញរួចហើយចឹងខ្ញុំសូមចំនួន4នាក់គាត់អានឡើងវិញទេថ្ងៃសៀខ្ញុំសូមបងស្រឡាញ់វាហៅបងបងឡែន你好，老师。សូមបងអាន波泼摩佛德特，ពេលចាំហៅសេសៀបងខ្ញុំសូមបងម្នាក់ទៀតតើនេះសៀបងសេនិច你好，老师。សូមបងអានដែរបង波泼摩佛德特，ពេលចាំហៅសេសៀបងខ្ញុំសូមបងម្នាក់ទៀតបងវូចលេងនេះហៅបងវូចលេង你好，老师。សូមបងអានភ្ជញ្ជនៈចំនួន6ដែរ波泼摩佛德特，ព្រោះឈរសេសៀបងតែហើយខ្ញុំសូមរំលឹកលេខបន្តិចលេខ1នេះបងណានៅចាំបងលេខ1ជាភាសាចិនបងណានៅចាំ领会一老师。ព្រោះឈរលេខ1អ៊ីលេខ0បងជាភាសាចិន林老师，ហើយវាចឹងហៅលេងលេខ0លេខ5បងមានបងណានៅចាំលេខ5乌老师，对5លេខ5លេខ4បងលេខ4是对4លេខ4 4លេខ3បងលេខ3三ពេលចឹងហៅសេសៀបង40លេខ3ហៅទៅពេលខ្ញុំសូមបន្តចូលមេរៀនតែម្ដងខ្ញុំសូមបន្តភ្ជញ្ជនៈចំនួន6ខ្ញុំសូមបញ្ជាក់បន្តិចខ្ញុំបរៀនភ្ជញ្ជនៈបងក្នុងមួយថ្ងៃ6ភ្ជញ្ជនៈហើយមានពាក្យបន្ថែមទៀតទាក់ទងជាមួយនឹងលេខខ្ញុំនឹងបន្តចូលដល់ប្រហែលជា99ដល់បងបងតាគ្នាមួយវិញទៀតចុងមកខ្ញុំនឹងបរៀនតាក់ទងជាមួយនឹងចុងមកគឺខ្ញុំបរៀនកណូអក្សរដោយសារតែដល់បងហ៊ានកណូអក្សរជាមួយនឹងភ្ជញ្ជនៈប្រើគ្នានេះតែដំណាក់តែម្ដងបងតាមពិតបើសិនជាញែកភ្ជញ្ជនៈអាចនឹងរៀនកន្លះខែស្រៈកន្លះខែអឺគំនូអក្សររៀនអាចនឹងចូលមួយខែអីយកបងឬក៏កន្លះខែអីប៉ុន្តែខ្ញុំយកវាមកដាក់រៀងខិតចុងម៉ោងអញ្ចឹងណាមួយថ្ងៃដូចជាខ្ញុំវាយថាមួយថ្ងៃខ្ញុំបរៀនបងកណូអក្សរ3ឬក៏5កណូអញ្ចឹងទៅ